នាយករដ្ឋមន្ត្រីថៃថាកម្ពុជាយល់ច្រឡំរឿងថៃកាត់ផ្តាច់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតនៅតាមព្រំដែននាយករដ្ឋមន្ត្រីថៃលោកស្រីផេថុងថានស៊ីណាវ៉ាត់ថ្លែងថាការប្រកាសវិធានការ6ចំណុចរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាគឺបណ្ដាលមកពីការយល់ច្រឡំថាថៃកាត់ផ្តាច់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតនៅតាមព្រំដែនដែលវាមិនមែនជាការពិតទេការកាត់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតគឺជាវិធានការរបស់ថៃប៉ុន្តែត្រូវឆ្លងកាត់ការឯកភាពពីក្រុមប្រឹក្សាសន្តិសុខជាតិជាមុនសិនទើបថៃអនុវត្តហើយលោកស្រីបានបញ្ជាឲ្យក្រសួងការបរទេសថៃសម្របសម្រួលបញ្ហានេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃខៅសតកាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2025កាលពីវេលាម៉ោង 12:15 នាទីថ្ងៃទី13ខែមិថុនានេះនាយករដ្ឋមន្ត្រីថៃលោកស្រីផេថុងថានស៊ីណាវ៉ាត់បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានករណីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រកាសពីវិធានការ6ចំណុចឆ្លើយតបទៅប្រទេសថៃហើយលោកស្រីថានៅថ្ងៃនេះកម្ពុជាបានបិទច្រកព្រំដែនអន្តរជាតិដងបានឡែមខេត្តបាត់ដំបងនិងខេត្តចន្ទបុរីដោយពុំជូនដំណឹងជាមុនលោកស្រីផេថុងថានថ្លែងថាកម្ពុជាទទួលបានដំណឹងថាថៃនឹងកាត់ផ្តាច់ទឹកភ្លើងនៅបរិវេណព្រំដែនគឺការកាត់ផ្តាច់នេះជាវិធានការត្រៀមខ្លួនជាមុនរបស់ថៃប៉ុន្តែត្រូវឆ្លងកាត់ការឯកភាពពីក្រុមប្រឹក្សាសន្តិសុខជាតិជាមុនសិនថៃនៅមិនទាន់ប្រកាសពីការកាត់ផ្តាច់នោះទេខ្ញុំសូមបញ្ជាក់ថាថៃពុំទាន់កាត់ផ្តាច់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតនៅតាមព្រំដែនទេវាអាចជាការយល់ច្រឡំហើយខ្ញុំបានជជែកជាមួយរដ្ឋមន្ត្រីនិងមន្ត្រីពាក់ព័ន្ធថាតើមានអ្វីកើតឡើងរហូតដល់យល់ខុសថារដ្ឋាភិបាលថៃចេញសេចក្តីថ្លែងការណ៍កាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិតពុំពិតទេពីព្រោះអ្វីដែលជជែកគ្នាមុននេះនិងឯកភាពគ្នាគឺការកែសម្រួលកងទ័ពថៃនឹងរងចាំការប្រជុំគណៈកម្មការព្រំដែនរួម JBC នាថ្ងៃទី14ខែមិថុនារដ្ឋាភិបាលថៃពុំចេញសេចក្តីថ្លែងការណ៍កាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិតទេនេះបើតាមការលើកឡើងរបស់លោកស្រីផេថុងថាននាយករដ្ឋមន្ត្រីថៃនឹងចាត់ឲ្យក្រសួងការបរទេសថៃសម្របសម្រួលរឿងនេះតើការពិតវាដូចម្ដេចហើយលោកស្រីបានបញ្ជាក់ថាស្ថានភាពទាំងអស់ត្រូវត្រៀមខ្លួនស្រាប់ហើយពេលក្រុមប្រឹក្សាសន្តិសុខជាតិឯកភាពទើបថៃអនុវត្តវិធានការកាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិតនៅតាមព្រំដែនប៉ុន្តែករណីនេះលោកស្រីពុំជ្រាបថាតើព័ត៌មានបែកធ្លាយដោយរបៀបណាទើបធ្វើឲ្យមានការយល់ច្រឡំពេលអ្នកសារព័ត៌មានសួរថាការកំណត់ពេលវេលាបើកបិទច្រកទ្វារព្រំដែននឹងប៉ះពាល់ដល់កិច្ចប្រជុំគណៈកម្មការព្រំដែនរួម JBC ដែរឬទេលោកស្រីផេថុងថានថ្លែងថាត្រូវជជែកលម្អិតនៅក្នុងកិច្ចប្រជុំ JBC ថាតើត្រូវធ្វើអ្វីខ្លះការជជែកគ្នាពីប្រធានបទនីមួយៗពុំទាន់សរុបសេចក្តីនៅឡើយទេលោកស្រីនឹងជូនដំណឹងពីលទ្ធផលកិច្ចប្រជុំ JBC ឲ្យពលរដ្ឋបានជ្រាប